trong videoនេះគឺខ្ញុំនឹងដាក់ពីភាគចូលគ្នាហ្មងណាគ្នាសួរមើលអីអញ្ចឹងណានៅពេលដែលយ៉ាងណាសិគឺបានសួរទៅកាន់យូគីយើងថាមិនបានយូគីហ្នឹងណាគឺនៅនឹងកូនសាយខ្ញុំពេលហ្នឹងគឺធ្វើមុខអីអញហើយក៏ឆ្លើយដល់សារគេថាប្រហែលជារឿងចែកដនហ្នឹងចែកដនមកគេសោះហ្នឹងណាក្បាលយ៉ាស់លើដោយសារតែខ្លាចគេថាឲ្យហ្នឹងក៏រៀបនឹងដើរចេញទៅដល់មីហ្នឹងណាប៉ែបែចេមីនេះក៏បានប្រាប់ថាឥឡូវបើជុលទីមកហើយមកអង្គុយជាមួយនឹងពួកខ្ញុំផឹកមកទៅហើយកូនសាយខ្ញុំក៏បានមកអង្គុយជាមួយនឹងគេអីចឹងទៅតាំងធៀបប៉ាត់បកដៃហ្នឹងគឺយើងខ្មាស់គេដែរនោះតែអត់អស់ហើយណាដល់ពេលមកអង្គុយជាមួយនឹងគេហើយក៏មានជាការនិយាយប៉ះពោពេលសំដីគ្នាអីអញ្ចឹងឬគេនិយាយឌឺដងគ្នាទៅវិញមកអីអញ្ចឹងតែប៉ែបែចេហ្នឹងគឺនិយាយមុនគេថាខ្ញុំស្គាល់យ៉ាងណាសិគឺយូរហើយដល់ពេលកូនសាយខ្ញុំតបវិញថាខ្ញុំក៏ស្គាល់បងយ៉ាងណាសិហ្នឹងគឺយូរដែរប្រហែលខ្ញុំស្គាល់ច្រើនជាងអ្នកខ្លះផងមិនដឹងអីបកគេឯងប្រហែលជាមិនដឹងទេថានៅពេលដែលយ៉ាងណាសិដេកហ្នឹងតាមមុខបកគេហ្នឹងគឺមិនដល់មែននេះកូនសាយខ្ញុំគឺមានចកាភ្ញាក់ជាខ្លាំងហ្មងក៏ទោះបីតែអញ្ចឹងមែនណាក៏លោកឯងក៏មិនត្រូវនិយាយពាក្យហ្នឹងទៅកាន់បងយ៉ាងណាសិដែរចុះហើយក៏គោដល់ពេលសម្ដីតែលោកឯងនិយាយមុនហ្នឹងណាគឺចាញ់ទៅដល់មីហ្នឹងប៉ែបែចេមីនហ្នឹងថាគឺខ្ញុំមិនដកហើយក៏មានចកាខំគ្នាមិនលេងអ្នកគ្នាមកខាងជាមិត្តភក្តិឯមួយខាងទៀតជាប្រពន្ធប៉ុណ្ណឹងក្បាលយ៉ាស់ខ្ញុំមិនសូវដឹងទេចំពោះស្នេហាក៏ប៉ុន្តែខ្ញុំជឿជាក់ទៅលើបងយ៉ាងណាសិថាគាត់នឹងអាចធ្វើបានទោះបីតែខ្ញុំជាមនុស្សផុសមែនក៏ប៉ុន្តែនៅពេលដែលបងយ៉ាងណាសិគាត់បានបរៀនខ្ញុំមកគឺខ្ញុំចាស់ខ្លាំងមែនតើហ្មងរបៀបគេលើកបងគេដែរអញ្ចឹងនេះគាត់ថានិយាយប្រព័ន្ធហ្នឹងឲ្យលោកបែនចិនហ្នឹងគឺឈប់ដំណឹងមែនចាគឺសុំទោសក៏មានចកាបកាច់គ្នាចុះបកាច់គ្នាឡើងបកាច់រហូតហ្មងសារដល់ថាគាត់ឯងមិនអាចយកឈ្នះគេក៏សុំគេទៅមុនអីចឹងទៅពេលហ្នឹងគាត់ប្រុសក៏ហៅខាត់គេដែរតែមិនថាខាត់គេដើម្បីគេពោសាពីអ្នកហ្នឹងមកហ្នឹងគឺដល់ជ្រុះគ្នាទៀតហើយអញ្ចឹងក៏បដៅគេទៅហ្មងទៅមានចកាណាត់កូនស្រីខ្ញុំជាខ្លាំងហ្មងត្រូវប៉ែបែនចិនមកនិយាយចុកដែរអញ្ចឹងហើយសំខាន់មិនពេលហ្នឹងគឺភ្លៀងនៅដល់មានអីហ្នឹងចាគឺកូនប្រុសមានចកាយកឆាត់មកទទួលឲ្យអូនគេអីអញ្ចឹងណាគឺមកចាំពេលវេលាដែរកូនស្រីក៏បាននិយាយថាឲ្យខ្ញុំសុំទោសចំពោះពេលសម្ដីមុននោះពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឯងហ្នឹងគឺជួយនិយាយល្អពីខ្ញុំហើយខ្ញុំក៏អរគុណឯងដែរចំពោះការខឹងចំនួនខ្ញុំមុននោះកូនស្រីក៏តបទៅកាន់គេវិញថាអត់មានអីផងតែសារតែសិស្សច្បងល្អហ្នឹងហើយបាទខ្ញុំជួយតែឥឡូវហ្នឹងខ្ញុំត្រូវដល់មកទៅផ្ទះហើយគេហ្នឹងក៏បានយកទៅសាប់បាគេហ្នឹងយកទៅឆែកមើលជាមួយនឹងរថភ្លើងថារថភ្លើងហ្នឹងគឺអស់នៅដល់មីឯងហ្នឹងក៏ពេលឆែកទៅគឺឃើញថារថភ្លើងហ្នឹងគឺអស់លីងហ្មងតែវាអត់អីទេគឺខ្ញុំអាចទៅដេកនៅក្នុងការិយាល័យក៏បានដែរបន្ទាប់ពីនិយាយហើយណាក៏ផងដំណើរទៅដល់មីហ្នឹងហើយយ៉ាងណាសេក៏បាននិយាយថាបើសិនជាឯងដេកនៅក្នុងការិយាល័យវាមិនត្រជាក់អីកូនស្រីក៏តបទៅកាន់គេវិញថាអត់អីទេខ្ញុំអាចមើលថែខ្លួនឯងបានហើយយ៉ាងណាសេក៏បន្តថាបើសិនឯងនៅទៅដេកកន្លែងត្រជាក់ហ្នឹងគឺប៉ះពាល់ខ្លាំងមែនតើចំពោះការងារវាអាចធ្វើឲ្យឯងឈឺបានណាបើសិនបើឯងមិនប្រកាន់ទេគឺឯងអាចទៅហើយក៏ទៅនឹងហើយក៏គេកាត់មកដល់កន្លែងផ្ទះបងយ៉ាងណាសេយកហ្មងអីអញ្ចឹងណាអូយថ្ងៃកំណាបន្ទាប់ពីមកដល់ផ្ទះរបស់គេហើយក៏មានចការតសោផ្ទះគេថាផ្ទះនេះបច្ចុប្បន្នសម័យខ្លាំងមែនតើបើប្រៀបធៀបជាមួយនឹងផ្ទះរបស់ខ្ញុំវិញគឺបាច់ទៅយកហ្មងបាច់ភ័យគាត់ទៅខ្លួនឯងក៏បានមកដេកផ្ទះជាមួយនឹងគេហើយស្ពយទៅហើយគេដឹងទៀតបន្ទាប់មកគេក៏បានហៅកូនស្រីរបស់ខ្ញុំទៅផឹកជាមួយនឹងគេនៅលើស្លុងអីអញ្ចឹងចាបន្ទាប់បញ្ចូលកំប៉ុងជាមួយនឹងគេហើយក៏មានចការហូរលើកផឹកហើយដល់មានអីឃើញជាមួយនឹងយ៉ាងណាសេរបស់យើងគឺផឹកទៅដងវិញក៏អង្គុយមើលគេដែរអញ្ចឹងណាមានបានផឹកតែអាហ្នឹងអញ្ចឹងមកជុំតែងុំមើលគេឲ្យដល់ថ្នាក់បិទភ្នែកស្មារស្មៃទៅណាទៅណីទៀតវីដេអូថ្នាក់នឹងពេកណាគ្នាកូនស្រីខ្ញុំនេះនៅពេលដែលបើកភ្នែកមកហ្នឹងក៏កលែងទៅឃើញខែរបស់គេអីចឹងទៅក៏មានជាការកើតទៀតហើយណាគ្នាតែគេបាននិយាយថាអូយមើលទៅកាន់ខែបងយ៉ាងណាសេគឺពិតជាលុយខ្លាំងមែនតើហើយសូម្បីតែគ្នាលការជាមួយនឹងការដាក់ម៉ងរ៉ូរបស់គាត់ក៏លុយដែរយទៅគឺមកផ្ទះរបស់គេគូរសោយយកហ្មងកូនស្រីត្រូវភ្ញាក់ផ្អើលម្ដងទៀតនៅពេលដែលឃើញយ៉ាងណាសេហ្នឹងក៏បានញ៉ាំជាមួយនឹងនំស្អីគេនេះណាគ្នារបៀបថានំហ្នឹងគឺខាងលើហ្នឹងគឺជាប្រភេទសូកូឡាហើយខាងក្រោមហ្នឹងជាប្រភេទនំធម្មតាអញ្ចឹងណាគេបាននិយាយថាបងយ៉ាងណាសេញ៉ាំជាមួយនឹងនំហ្នឹងគឺទឹកមុខរបស់គាត់គឺបច្ចេកយ៉ាងច្បាស់ហ្នឹងថាគាត់ក៏ប៉ុន្តែរីករាយក្នុងការញ៉ាំជាមួយនឹងនំវិញហ្នឹងយទៅគឺវិភាគគេគ្រប់យ៉ាងហ្មងអីអញ្ចឹងបងយ៉ាងណាសេគឺគាត់តែញ៉ាំផ្នែកសូកូឡាហ្នឹងអស់ហើយក៏ຕົកផ្នែកជាមួយនឹងនំធម្មតាហ្នឹងគឺຕົកចោលប្រហែលជាគាត់ຕົកទៅអីគេទៅមកដល់ឆ្ងល់ឡើងហ្នឹងដល់តែមានអីហ្នឹងកូនប្រុសខ្ញុំមានចការយកជាមួយនឹងនំនៅធម្មតាហ្នឹងក៏យកមកញ៉ាំទៀតអីអញ្ចឹងណាហើយក៏គេបានគិតថាអញ្ចឹងបងយ៉ាងណាសេមកទៅគាត់ប្រហែលជា enjoy ជាមួយនឹងនំវិញហ្នឹងហើយមកខាងសូកូឡាមកខាងជាមួយនឹងនំធម្មតានេះយទៅគឺថាវិភាគគេគ្រប់យ៉ាងហ្មងដល់ថ្នាក់ហ្នឹងពេកកូនស្រីនេះតបទៅកាត់ហើយហ្នឹងដល់មានអីចាកូនប្រុសរបស់ខ្ញុំមានចការនិយាយថាតាយកគេចង់ញ៉ាំអត់ហើយក៏បានហុចមួយហ្នឹងយកទៅឲ្យកូនស្រីរបស់ខ្ញុំអីអញ្ចឹងដំបូងគេហៅហាមាត់ញ៉ាំដែរដល់តែមានអីគាត់ឡើងវិញថាអត់អីខ្ញុំអាចធ្វើចង់បានក៏បានយកជាមួយនឹងនំហ្នឹងគឺកាន់ដៃយកមកញ៉ាំហ្មងទៅយទៅគឺគេរៀងអៀនដែរអញ្ចឹងណាហ៊ានធ្វើមិនទៅក្រាស់យកឲ្យណាដាក់មាត់គេហ្នឹងក៏បានសួរទៅកាន់យ៉ាងណាសេថាបើតាមខ្ញុំមើលបងយ៉ាងណាសេមុនហ្នឹងទៅគឺខ្ញុំប្រហែលជាគិតថាបងហ្នឹងគឺជួយទៅជាមួយនឹងរបស់ផ្អែមមែនកូនប្រុសក៏បានតបទៅកាន់គេវិញទៅថាហ្នឹងហើយគឺខ្ញុំចូលចិត្តជាមួយនឹងរបស់ផ្អែមបន្តទៅដឹងចឹងហើយហ្នឹងក៏មានកំណត់មួយទៀតដែរតែគេហ្នឹងក៏ចង់បបួលយ៉ាងណាសេហ្នឹងគឺទៅញ៉ាំជាមួយនឹងអាហារដ្ឋានមួយគេតំបាក់ថ្មីអីអញ្ចឹងតែ100%គឺដឹងទទួលពេលថាយល់ព្រមពីយ៉ាងណាសេរបស់ខ្ញុំហ្នឹងអាចទៅគឺគេដឹងយល់ព្រមសម្រាប់អូនគេនោះហើយនៅពេលដែលយកនំហ្នឹងក៏មានចកាប៉ះដៃគ្នាអីអញ្ចឹងណាទៅវាថាគឺឥឡូវគឺវាយ៉ាងយប់ដែរអញ្ចឹងយូគីអាចទៅងូតទឹកបានណាហើយគេហ្នឹងក៏បានដើរទៅងូតទឹកទៅតាមបងគេប្រាប់អីចឹងទៅបន្ទាប់បញ្ចេញមកវិញហ្នឹងណាគ្នាគឺគេបានស្លៀកពាក់នេះគឺកៅអៅនេះគឺខ្ជូតមែនតើហ្មងដល់ថ្នាក់យ៉ាងណាសេកូនប្រុសខ្ញុំមានចការមើលអូនហ្នឹងគឺដកភ្នែកយកប្រោយអីអញ្ចឹងមើលឡើងចំហមាត់ណាព្រោះសារអូននេះគេគឺខ្ជូតពេកយ៉ាងណាសេក៏បាននិយាយថាអាយពាក់ហ្នឹងទៅពិតខ្ជូតដល់ហើយមកទៅរៀងធំតិចក៏ប៉ុន្តែគឺនៅតែខ្ជូតហើយគេហ្នឹងក៏ទៅងូតទឹកម្ដងតែគេចេញមកលឿនមុនហ្នឹងគឺគេមកពួតអៀននឹងឯងអ្នកតែគ្នាទៅគឺឃើញកូនស្រីរបស់ខ្ញុំគឺខ្ជូតពេកហើយគេក៏ឈោស្មៃឃើញមុខកូនស្រីខ្ញុំពេលដែលចេញពីបន្ទប់ទឹកមុនហ្នឹងគឺទៅមុខស្លន់ស្លន់នេះអញ្ចឹងណាអើយអញនេះខ្ជូតមែនពីអ្នកនេះកូនស្រីខ្ញុំគឺអង្គុយបដាហ្នឹងក៏បានគិតក្នុងចិត្តគេថាតិចទៀតបងយ៉ាងណាសេក៏នឹងចេញមកហើយខែហ្នឹងគឺមានតែមួយទៀតធ្វើមិនទៅពីខ្ញុំត្រូវដេកខែតែមួយទៅអត់ទេអត់មានណាអត់មានទេហើយគេក៏បានងើប
មកហូខែរបស់យ៉ាងសេឲ្យក៏បាននិយាយថាខែនេះមកទៅដូចជាតុនខ្លាំងណាខ្ញុំដូចជាធំមិនបានទេណ៎មែនតែគ្នាថាចេះខលរីក៏មិនដេកកន្លែងគេអីអញ្ចឹងហេថៃហ្នឹងដល់ទៅពេលមានអីលឺសលេងយ៉ាងសេហៅនឹងឡើងភ្ញាក់ព្រឺអីអញ្ចឹងណាមកដេកកន្លែងគេតែមិនបានសុំគេមុនផងកូនស្រីខ្ញុំមកក៏បានសួរទៅកាន់យ៉ាងសេថាបងតាខ្ញុំហ្នឹងខ្ញុំគួរទៅដេកណាទៅយ៉ាងសេក៏ប្រាប់ទៅថាឯងហ្នឹងដេកនៅលើពុកទៅគឺខ្ញុំអាចដេកនៅលើសដងបានហើយកូនស្រីខ្ញុំក៏អត់អស់ចិត្តដែរក៏បាននិយាយថាខ្ញុំគឺជាភ្ញៀវណាគឺខ្ញុំអាចទៅលើសដងបានបងអាចទៅលើពុកទៅកូនប្រុសអត់តបទេឈប់មកស្ទើរហើយក៏បាននិយាយថាតើយើងគួរទៅដេកទាំងពីរនាក់អត់និយាយមកទាំងទឹកមុខព្រាននារីហ្មងអីអញ្ចឹងណាកូនស្រីខ្ញុំគឺមានចការស្លន់ទេប្រោថាហាដូចទាំងពីរនាក់លើខែដល់ពេលនៅយន្តសេក៏បានដើរមកហួយអញ្ចឹងទៅគេនឹងក៏មានចការស្លន់ទេរៃស្លន់គេគិតថាយន្តសេណាគឺមកថើបគេអីអញ្ចឹងទៅដល់មាននេះគេមិនយកខ្នែសោះគេគិតតែដល់តែពេលយប់ឡើងត្រូវគេងចាំម្នាក់គឺមានចការដេកលក់ជាខ្លាំងហ្មងពោលតែនៅក្នុងបន្ទប់តែមួយហើយគឺនៅផ្ទះបកក្រាស់ខ្លួនឯងទៀតទៅគឺដេកលក់យកទេបានលោមួយខ្លួនឯងទៅថាអូយមិនដេកទៅធុញរបៀបគេលោអីអញ្ចឹងណាព្រោះសាច់ដេកមិនលួតណាគ្នានៅចិត្តក្រាស់ផងណាចាពេលនឹងយន្តសេក៏បានដូចមើលអូនគេដែរអីអញ្ចឹងពេលហ្នឹងគាត់ស្រីខ្ញុំចេះបាត់ភ្នែកតន់បើថាបាត់តន់ទៅធៀមហើយចាជប់នៅទៅពេលផឹកឡើងកូនស្រីខ្ញុំខកមកភ្លាមណាក៏មានអារម្មណ៍ថាដូចឈ្ងុយអីអញ្ចឹងដល់ពេលកលេចមកមើលចំខែហ្នឹងចាគឺឃើញកូនប្រុសយើងគឺកំពុងតែធ្វើអាហារពេលផឹកអីគេញ៉ាំអីអញ្ចឹងកូនប្រុសក៏បាននិយាយថា Good morning ឥឡូវគឺអាចមកញ៉ាំជាមួយអាហារពេលផឹកបានណាទៅថ្នាក់ណាភ្លាមហ្នឹងមិនតន់ញ៉ាំភ្លាមទៅក៏បានមកឈោវិភាគជាមួយនឹងម្ហូបរបស់គេហ្នឹងថាម្ហូបនៅទីក្រុងណាគឺញ៉ាំអញ្ចឹងមែនអញ្ចឹងមិនសុំទេងុំកូនស្រីយើងក៏មានចការមិនចេះហើយក៏បានស្លឹងមើលគេថាហ្នឹងគេញ៉ាំមិនហើយក៏បានធ្វើតាមគេអញ្ចឹងណាក៏បានហួចបំពេលហ្នឹងទៅកាត់មកដល់កន្លែងក្រុមហ៊ុនវិញពីហ្នឹងក៏មកធ្វើការជាមួយនឹងគ្នាអ្នកទាំងគ្នាធ្វើឲ្យបុគ្គលិកមួយចំនួនហ្នឹងគឺរៀងសង្ស័យដែរតាហ៊ានចៃអីអញ្ចឹងណាព្រោះជាមេរបស់ខ្លួនសកម្មភាពដែលពេលនេះគេមកធ្វើការជាមួយនឹងគ្នាណាគឺមិនអាចគិតផុតពីខ្សែភ្នែកបាចែអសក់ខ្លីនឹងបានទេយទៅគឺមិនអាចតែម្ដងនៅពេលដែលធ្វើការណាកូនស្រីក៏បានឃើញយន្តសេនេះគឺតបល់ខ្លាំងមែនតើម្នាក់គឺហៅទៅនេះម្នាក់គឺហៅទៅណោះហៅទៅពេលមកជាមួយនឹងគ្នាគឺអត់បានទេហើយក៏បានគួយតូចចិត្តថាសុជបងប្រហែលជាមានពេលទៅសម្រាប់តែពួកគេទេគឺសម្រាប់ខ្ញុំគឺប្រហែលជាមិនមានតើមកដេកចាស់គេប៉ុណ្ណឹងហើយស្ទើរអត់មានពេលឲ្យតែកូនស្រីយើងគឺខិតខំធ្វើការគឺតែងតែទទួលបានជាមួយនឹងកណ្ដាស់ពីយន្តសេអីអញ្ចឹងវាគឺលើកទឹកចិត្តអូនគេដែរអញ្ចឹងវាថាគេរវល់ប៉ុណ្ណាក៏អាចភ្លេចអូនគេដែរអញ្ចឹងណាហើយគេក៏បានយកកណ្ដាស់ហ្នឹងយកទៅដាក់នៅក្រោមមកកន្លែងវាយកុំព្យូទ័រនេះទៅគឺគេរក្សាទុកទៅមើលទៅដូចរៀងច្រើនគួរសមដែរភាសាតែយន្តសេគឺរវល់ធ្វើការពេលឡើងមកដល់វិញហ្នឹងគឺឃើញក្រុមការងារទាំងអស់ហ្នឹងគឺគេទៅតែអស់លេងនៅសល់ខ្លួនឯងម្នាក់ម្នាក់យ៉ាងមិនកានគឺនៅពីអ្នកអូនគេអីអញ្ចឹងណាថាខ្ញុំហៅប្រហែលជាមួយនឹងកិច្ចការមួយនេះហើយហ្នឹងគឺខ្ញុំទៅដែរដល់តែពេលហ្នឹងយន្តសេក៏បានចូលមកមើលជាមួយនឹងកិច្ចការរបស់អូនគេធ្វើដែរអីអញ្ចឹងរបៀបថាអាចរករបស់គេហ្នឹងគឺចូលមកមើលអូនគេហើយតែថាអូនគេគឺដាច់ពីមាត់ហ្មងអីអញ្ចឹងណាអ្នកគ្នាយទៅគឺដែរខានយកប្រហែលមកគេក៏បានដកយកអាកណ្ដាស់យន្តសេនេះគឺតែងតែឲ្យគេហ្នឹងគឺយកមកមើលអីអញ្ចឹងណាតែដល់ពេលកូនប្រុសហ្នឹងគឺគាត់បាននិយាយថាមិនបានទៅយកគេទុកសម្រាប់ហ្នឹងគឺនៅកន្លែងហ្នឹងអញ្ចឹងមិនយកទៅបោះចោលកូនស្រីក៏ទៅវិញទៅតែបោះតែបងយន្តសេគឺឲ្យខ្ញុំណាគឺខ្ញុំអត់ដែរបោះចោលទេព្រោះវាជាកណ្ដាស់នោះសម្រាប់របស់ខ្ញុំកូនប្រុសក៏ហីទៅព្រោះសារកូនគេក៏ចង់ទុកអីប្រងមិនហ្នឹងប្រងយករបស់គេចោលអេហើយយន្តសេក៏បានលោថាខ្ញុំពិតតែធ្វើការហត់ខ្លាំងមែនតើហើយក៏អត់កម្លាំងដែរនេះដល់ពេលមានអីហ្នឹងណាកូនស្រីខ្ញុំក៏បាននិយាយថាតាបងនឹងទៅជាមួយនឹងខ្ញុំហើយកន្លែងដែលគេនាំមកណាគឺជាប្រភេទភោជនីយដ្ឋានដែលគេមកញ៉ាំអីអញ្ចឹងណាមិនដឹងថាជាភោជនីយដ្ឋានក៏អាហារដ្ឋានធម្មតាតែខ្ញុំដឹងដែរមិនដឹងថាជួយប្រាប់ខ្ញុំផងណាគេក៏បានកំងក្រែមហ្នឹងណាពីរដល់មេអីហ្នឹងណាអ្នករត់ទៅគេបាននិយាយថាសុំតោផងចំពោះថ្ងៃហ្នឹងគឺក្រែមខាងហ្នឹងគឺមានតែមួយទេហើយក៏គេនឹងសម្រេចថាយកមកមួយនឹងហ្មងទៅដល់តែពេលបានមកដល់ហើយកូនប្រុសខ្ញុំវិជ្ជាការកាយដាក់មាត់ភ្លាមអ្នកគ្នាព្រោះសារដូចដឹងទាំងមនុស្សនេះគឺមនុស្សទៅចិត្តផ្អែមអញ្ចឹងពេលដែលបានរបស់ផ្អែមគឺដាក់មុនគេហើយគឺអត់ខ្វល់ពីណាគេទឹកបញ្ញាំហើយក៏គេបាននិយាយថាអូយពិតតែឆ្ងាញ់ខ្លាំងមែនតើឆ្ងាញ់ខ្លាំងហ្មងគឺនិយាយចឹងណាអ្នកគ្នាហើយក៏គេហ្នឹងហុចតែអូនគេហ្នឹងគឺញ៉ាំម្ដងអីអញ្ចឹងឬគឺហុចឲ្យគ្នាទៅវិញទៅមកដូចមនុស្សឈួតប្រៀបថាគេអោឲ្យគ្នាវិញទៅមកហើយក៏គេញ៉ាំម្នាក់ម្ដងអីអញ្ចឹងណាតែសារតែកូនប្រុសឃើញរឿងចាប់ពេកក៏សម្រេចថាឥឡូវយកគីមកអង្គុយជាមួយនឹងខ្ញុំមកនិយាយទៅគឺហៅកូនគេហ្នឹងគឺមកអង្គុយចិត្តខ្លួនពួកគេទាំងពីរហ្នឹងក៏មកតញ៉ាំជាមួយនឹងក្រែមមួយពីរនាក់អីចឹងទៅយគឺស្វីតដែរអញ្ចឹងណាស្វីតចុះស្វីតឡើងព្រឹកថ្ងៃធៀមហើយពេលនៅយន្តសេគឺឃើញយកគីរបស់យើងគឺប្រឡាក់មាត់ហើយក៏បានយកដៃរបស់គេហ្នឹងគឺមកជួបជាមួយនឹងក្រែមហ្នឹងចាញ់អ្នកទាំងគ្នាអើយតែម្ដងថ្ងៃស្អែកពាក់បែនជិនហ្នឹងក៏បាននិយាយជាមួយលោកប្រធានថាឥឡូវគឺខ្ញុំព្រមចុះកុងត្រាជាមួយនឹងលោកហើយណាក៏ប៉ុន្តែគឺខ្ញុំមានសំណពោមួយគឺស្នើសុំទៅកាន់លោកគេហ្នឹងគឺចង់ឲ្យយន្តសេហ្នឹងគឺធ្វើការនៅក្រុមហ៊ុនរបស់គេអីចឹងទៅមិនដឹងចាំបរកកូនស្រីរបស់ខ្ញុំមែនអត់ទេចប់ណាគ្នាអត់មានទៅចង់ទេភាគទី5បានមកចប់ហើយឥឡូវចូលទៅដល់ភាគទី6តែម្ដងតើបន្ទាប់ពីគេបានដឹងជាមួយទៅនឹងមួយហ្នឹងគឺធ្វើគេហ្នឹងគឺពិបាកនិយាយខ្លាំងមែនតើហ្មងអ្នកទាំងគ្នាហើយលោកប្រធានហ្នឹងក៏បាននិយាយថាគាត់ក៏មិនចង់ចឹងដែរក៏ប៉ុន្តែនេះគឺជាសំណើរបស់ Benjamin អីចឹងដែលចង់ឲ្យយន្តសេហ្នឹងគឺធ្វើការក្រុមហ៊ុនរបស់គាត់ហើយណាមួយហ្នឹងគឺក្រុមហ៊ុនហ្នឹងគឺត្រូវការវិនិយោគដែរអីចឹងទៅកុំប្រោះក៏មិនដឹងថាឆាយថាម៉េចដែរព្រោះមួយខាងជាក្រុមហ៊ុនហើយមួយខាងទៀតហ្នឹងគឺជាអូនរបស់គេអីចឹងទៅនិយាយទៅគឺគេអត់ដឹងថាគិតថាម៉េចទេហើយណាមួយសំណើម្នាក់ក៏ជាក្តីសម័យរបស់គេដែរចឹងទៅគឺមិនដឹងថាគិតថាម៉េចទេណាគ្នាអើយតែមកដល់មកដែរពួកគេហ្នឹងគឺត្រូវធ្វើការជាមួយនឹងគ្នាវិញយន្តសេត្រូវបានបែកណាកាយម៉ាហ្នឹងក៏ហៅទៅជួបអំផ្លែហើយមូលហេតុដែលគេហៅមកហ្នឹងគឺគ្រាន់តែចង់សួរថាអតិថិជនហ្នឹងគឺកំងឲ្យពួកគេហ្នឹងគឺដាក់ជាមួយនឹងទៅសហ្នឹងទៅជាដែកវិញអញ្ចឹងណាគឺបដូរពីឈើទៅជាដែកគេក៏បន្តទៀតថាភាសានៅប្រទេសជប៉ុនយើងភាគច្រើនគឺអត់ដែរមានណាធ្វើពីដែកទេគឺធ្វើតែពីឈើអញ្ចឹងណាចឹងហើយមកគេមកសួរពីប្រទេសរបស់យន្តសេរបស់យើងទៅយន្តសេគិតមកស្ទុះហើយក៏បាននិយាយថាឥឡូវធ្វើតាមអតិថិជនឲ្យបានប្រាប់ហ្នឹងទៅឆ្លើយនេះតាមតែខ្លួនឯងគឺមិនចង់ឲ្យគេ
គេធ្វើអញ្ចឹងណាក៏បានមកអង្គុយសម័យថាពីមុនគឺគេជាមនុស្សដែលម៉ត់ចាត់ខ្លាំងមែនតើហ្មងធ្វើការងារក៏ធ្វើឲ្យល្អដែរអ្វីដែលសំខាន់មួយទៀតនោះគឺតែងតែបដិសេធរាល់តែជនដែលបានកំងខុសពី concept ដែលខ្លួនត្រូវធ្វើលើកលែងតែពេលដែលមេរបស់ខ្លួនហ្នឹងគឺបានប៉ឹងខ្លួនច្រើនដងពេកបានគ្នាហ៊ានធ្វើអីអញ្ចឹងណាប៉ុន្តែដល់ឥឡូវហ្នឹងគឺព្រមមួយគេលឿនហ្មងភ្លាមអីអញ្ចឹងណាមានអារម្មណ៍ថាគាត់ឯងគឺផ្ដិតឧត្តមកតេអីអញ្ចឹងទៅសម័យរហូតសម័យដល់ថ្នាក់ like យូគីបើយើងហៅពីបេដងនៅតែអត់ឆ្លើយអីអញ្ចឹងណាក៏សម័យចុងក្រោយហ្នឹងយូគីក៏ហៅមកតំហឹងទៅថាបងយ៉ាងណាសេមិនគេព្រមលឺអញ្ចឹងទៅយូគីក៏បានសួរថាតើបងអូខេចំពោះរឿងដែលអតិថិជនហ្នឹងក៏ឲ្យកែជាមួយនឹងសស100%គឺយ៉ាងណាសេយើងអត់អូខេក៏ប៉ុន្តែនៅប្រឹងឆ្លើយថាអត់អីណាខ្ញុំអូខេទៅគឺមនុស្សគឺក្បត់ឧត្តមកតេខ្លួនឯងហ្មងអីអញ្ចឹងណាគេក៏បន្តទៀតថាខ្ញុំត្រឹមតែជាសិស្សច្បងដែលអត់បានការម្នាក់ហ្នឹងឯងយូគីក៏បានកាត់ថាមែនទេសិស្សច្បងក៏ជាសិស្សច្បងដែលល្អម្នាក់ដែលខ្ញុំយកគំរូតាមខ្ញុំពិតជាសំណាងខ្លាំងណាស់ដែលបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សិស្សច្បងជាមនុស្សដែលខូលល្អសម្រាប់ខ្ញុំខ្លាំងមែនតើហ្មងតែនៅពេលនោះយ៉ាងណាសេក៏បានស្អីមកតំផឹងថាឈប់និយាយទៅអូយមែនអើយតែអង្គស្អីខ្ញុំគឺស្ងាត់ឈៀបណាស់ខ្ញុំដឹងថាគាត់ប្រខើមកពីណាទេដល់យ៉ាងណាសេមកនិយាយថាខ្ញុំធំតែជាមនុស្សដែលបរាជ័យជាមនុស្សដែលមានបញ្ហាគឺតែតែរត់កិច្ចខ្ញុំធំតែជាសម្រាប់មួយទេទៅគឺគេនិយាយបាត់ទឹកចិត្តខ្លួនឯងហ្មងអីអញ្ចឹងណានិយាយហើយហ្នឹងក៏បានដើរចេញទៅបាត់អីចឹងទៅគឺឲ្យគេហ្នឹងគឺបកស្រាយត្រឹមត្រូវទេគេហើយហ្នឹងក៏មកអង្គុយផឹកសេតការຕົកនៅផ្ទះតែម្នាក់ឯងអីចឹងទៅថាអត់គ្នានេះហៅម៉ែនេះក៏ម្ដងថ្ងៃស្អែកកូនប្រុសក៏មកបដិសេធចំពោះសំណងដែលបេនចាមីនហ្នឹងក៏ហៅខ្លួនហ្នឹងគឺធ្វើការនៅកន្លែងរបស់គេតែបេនចាមីនហ្នឹងក៏មិនព្រមក៏បាននិយាយថានេះគឺជាក្តីសម័យរបស់ឯងណាយើងសន្យាថានៅពេលដែលឯងចូលធ្វើការនៅកន្លែងរបស់យើងយើងនឹងផ្ដល់មុខតំណែងមួយដ៏ធំឲ្យឯងមួយនៅពេលដែលកំពុងនិយាយហ្នឹងណាខណៈពេលនៅ UK ក៏បានដើរមកកាត់ចង្វាក់ពួកគេទាំងពីរនាក់ហើយមើលអាកប្បកិរិយារបស់កូនប្រុសខ្ញុំហើយចាគឺឃើញប្រពន្ធមកហ្នឹងគឺបញ្ចកតជើងចោះភ្លាមអីអញ្ចឹងតែខ្ញុំមកនេះខ្ញុំគ្រាន់តែចង់និយាយតិចតួចចំពោះតសដែលអតិថិជនហ្នឹងគឺចង់ឲ្យក្រុមហ៊ុនពួកយើងហ្នឹងគឺដូរខ្ញុំដឹងថាអតិថិជនគឺសំខាន់ក៏ប៉ុន្តែតសដែលធ្វើអំពីឈើហ្នឹងគឺវាអាចនឹងរឹងមាំជាងតសដែលធ្វើអំពីដែរពីសតវត្ស1ទៅកាន់សតវត្ស1ឈើនឹងមានការរឹងមាំទៅកាន់សតវត្សរបស់វាដូច្នេះហើយគឺខ្ញុំចង់មកសុំលោកថាតើលោកអាចអនុញ្ញាតឲ្យពួកខ្ញុំណាគឺកំដូរតសហ្នឹងទៅជាតសដៃវិញបានហើយឬមួយដែលឯងនៅស្មាតដល់ហ្នឹងណាបែបតែមាននេះបាញ់ថាអត់អីណាគឺខ្ញុំនឹងយល់ព្រមអីចឹងឯណាចាកូនស្រីខ្ញុំគឺមានចការក្លាហានជាខ្លាំងបើតាមមើលទៅមុខបាយហ្នឹងណាគឺដូចជាខ្លាញ់នឹងខាងផ្នែក content creator ខ្លាំងណាស់ណោះបាទក៏វាត្រូវអីក៏ព្រោះតែខ្ញុំស្លាញ់ផ្នែក content creator ហ្នឹងគឺនៅតាមបងយិនសេងនិយាយទៅគឺគេទៅសើបងគេអញ្ចឹងយិនសេបានតបគេទេប៉ុន្តែបាននិយាយនៅក្នុងចិត្តគេថាមិនមកពីខ្ញុំហ្នឹងគឺខ្ញុំហ្នឹងគឺរៀនពីឯងវិញទេនិយាយទៅគឺហើយគេក៏រៀនទៅវិញអញ្ចឹងណាហើយក៏បាននិយាយថាយិនសេគឺខ្ញុំអត់តបោះបង់ណារបៀបគឺចង់នឹងមានអាការគឺចង់ឲ្យយិនសេនេះទៅទៀតអីចឹងតែកូនស្រីក៏ឆ្ងល់ថាមាននឹងអីមែនហើយក៏ស្ទុះទៅសួរយិនសេទៅថាបងហើយគឺមាននឹងអីមែនគេក៏ប្រាប់គាត់ប្រាប់ថាមិនជារឿងដែលសំខាន់ទេមិនជុលទៅគេមិនប្រាប់ហើយកូនស្រីខ្ញុំក៏មានចការអត់ដល់ទៅវិញអញ្ចឹងណាតែខណៈពេលនោះយិនសេក៏បានមកកាន់ដៃកូនស្រីរបស់ខ្ញុំហើយក៏បាននិយាយថាយូគីឲ្យខ្ញុំអរគុណខ្ញុំនិយាយមែនអាចកុំខ្លាចមួយទៅកាន់ដល់ពេលដែលយិនសេនឹងក៏បានមករកលោកប្រធានហើយក៏បាននិយាយថាលោកប្រធានគឺខ្ញុំសម្រេចចិត្តច្បាស់ហើយថាខ្ញុំនឹងទៅក្រុមហ៊ុនរបស់ Benjamin របៀបដំបូងថាមិនចង់ទៅទេដល់ឥឡូវនឹងគឺទៅវិញអីអញ្ចឹងចាយសក់សេរមកចាយសាកូរ៉ាហ្នឹងក៏គាត់ឆ្ងល់ដែរក៏បានសួរទៅកាន់លោកប្រធានថាតើយិនសេហ្នឹងគឺទៅណាទៅលោកប្រធានហ្នឹងក៏ប្រាប់ទៅថាយិនសេនឹងមានការបដូរក្រុមហ៊ុនអាចារ្យនឹងស្លាប់ហើយឡើងកាំងតែមកដល់កន្លែងកូនស្រីរបស់ខ្ញុំវិញគឺគេកំពុងតែរំភើបចំពោះដែលបងគេនេះក៏បានចាប់ដៃគេមុននោះរំភើបបានផងហ្នឹងអាចារ្យសាកូរ៉ាក៏បានមកដល់ហើយក៏បានហុចកាហ្វេហ្នឹងគឺទៅឲ្យកូនស្រីរបស់ខ្ញុំមួយហើយគេក៏ទទួលមកតែឆ្ងល់ព្រោះតានឹងយកមកទៅអីផងនេះក៏បាននិយាយថាមើលទៅព្រឹត្តិកម្មរបស់ឯងនៅពេលដែលបានដឹងថាយិនសេនឹងត្រូវដូរក្រុមហ៊ុនហ្នឹងទៅដូចជាធម្មតាដល់ហើយគេស្ដាប់ហើយឡើងកាំងកូនស្រីតែមិនបានដឹងនៅពេលដែលនាងគឺបានប្រាប់នឹងឯងយល់ទៅគឺកូនស្រីខ្លាំងមែនតើហ្មងអត់មានអ្នកគេមកប្រាប់សោះតែប្រាប់ពេលហ្នឹងនេះនៅពេលដែលប្រចាំកូនស្រីខ្ញុំក៏មិនបានយកចិត្តទុកដាក់ក្នុងការស្ដាប់ឯណាយល់ទៅគឺគេកំពុងតែគិតជាមួយនឹងរឿងមួយហ្នឹងហើយស្បីតែពេលដែលកូនប្រុសរបស់ខ្ញុំគឺចង់មកប៉ះគេដោយលើកមុនណាក៏គេមិនឲ្យប៉ះដែរហើយក៏បាននិយាយថាខ្ញុំនឹងពេញចិត្តបើសិនជាសិស្សច្បងហ្នឹងគឺអត់ប៉ះខ្ញុំយល់ទៅគឺគេវល់ទៅសភាពដើមអីចឹងណាដោយការតែភាពមួយចឹងឯងពេលសម្ដីមុននោះក៏មិនអាចកិច្ចផុតពីផ្នែករបស់ចាយសាកូរ៉ាបានដែរអីចឹងហើយនាងក៏មកលោប្រាប់តាចាយសក់ខ្លីថាមិនដឹងធ្វើមិនទេនាងពួកគេទាំងពីរហ្នឹងគឺឆ្លុះគ្នាទៀតហើយឥឡូវយើងមកដឹងថាមិនបាត់ពីដាក់គាត់ហ្នឹងគឺមកអង្គុយនិយាយគ្នាពីរឿងកូនស្រីរបស់ខ្ញុំអីចឹងណាគឺដែលថាតែពួកគេទាំងពីរហ្នឹងគឺជា fan BL តែមួយអីចឹងនៅពេលដែលនាងត្រូវបានបរិបម្នាក់គឺបុកហ្នឹងណាគឺនាងបានគិតជាមួយនឹងសភៅ manga ហ្នឹងគឺចេញមកក្រៅអីចឹងទៅហើយគឺបានដាក់ចាយសក់ខ្លីហ្នឹងគឺបានមរើសអីចឹងណាតែនាងនេះគឺខំយកទុកវិញដល់មានអីហ្នឹងអាចារ្យហ្នឹងក៏បានប្រាប់ថានាងក៏មានមួយដែរអីចឹងណាហើយពួកគេទាំងពីរហ្នឹងក៏ត្រូវដែរត្រូវជើងគ្នាខ្លាំងមែនតើព្រោះសារពួកគេទាំងពីរហ្នឹងគឺសុទ្ធតែជា fan BL អីនៅពេលដែលកូនស្រីរបស់ខ្ញុំគឺបានចូលជាមួយនឹងសមីស្អីគេនេះនៅពេលដែលគេនិយាយជាមួយនឹងរឿងស្នេហាណាគ្នាអាចារ្យហ្នឹងក៏បានមើលដែរយល់ទៅគឺអាចារ្យហ្នឹងគឺដឹងពីរឿងអាត់កំបាំងអ្វីមួយអីអញ្ចឹងណាចាំម្ដងថ្ងៃស្អែកទៀតហើយកូនប្រុសយើងកំពុងធ្វើការសរសុនណាគេក៏បានសេចថាអូយគឺចៃយកគឺខ្ញុំបានធ្វើវាហើយយល់ទៅគឺគេបានធ្វើជាមួយនឹងបច្ចឹករដ្ឋហានីហ្នឹងគឺហើយអីអញ្ចឹងក្រុមការងារមកមើលហើយក៏បាននិយាយថាអូស្នាដៃបើសិនជាបងពិតជាល្អខ្លាំងមែនតើដល់ស្នាក់ពេលនោះបែបចាំមានហ្នឹងក៏បានដើមមកហើយគេក៏បានរសារយន្តសិកយើងដែរបន្ទាប់មកហើយលោកប្រធានឃើញថាមានបុគ្គលិកមកចុំគ្នាស្រាប់ណាក៏បានហៅយន្តសិកយើង
ទៅជាមួយគាត់ហើយក៏បាននិយាយថាឯងគួរតែដល់ពេលប្រាប់ពួកគេហើយគេក៏បានប្រាប់ទៅថានេះគឺជាកម្រងចង់ក្រោយរបស់គេហើយគេនឹងធ្វើការទៅក្រុមហ៊ុនរបស់ Benjamin អីចឹងទៅដល់ពេលងារមកកាន់កូនស្រីរបស់ខ្ញុំវិញចាគឺមានជាការធ្វើមុខស្ងាត់ស្ងើចដែរតែដល់ពេលហ្នឹងហើយយន្តសេកក៏បានឃើញដែរមិនដឹងនិយាយថាមិនព្រោះសាខ្លួនហ្នឹងគឺសម្រេចចិត្តហើយអីអញ្ចឹងការមកដល់ផ្ទះកូនស្រីរបស់ខ្ញុំគឺមានជាការអាណិតកូនទីខ្លាំងហ្មងអីអញ្ចឹងណាគ្នាគឺមាននៅចាំជាមួយនឹងឡងនិយាយរបស់គេទេហើយតែពេលគេបានធ្វើអីជាមួយនឹងយន្តសេកអីចឹងណាគេដឹងតែបានកត់ហើយគឺកត់នៅក្នុងឡងនិយាយរបស់គេហ្នឹងឯងហើយគេក៏បានយំសម្រាប់ទឹកភ្នែកទៅលើតក់ចាំថ្ងៃទី14អ្នកគ្នាគឺថ្ងៃដែលយន្តសេករបស់យើងគឺបានថើបជាមួយនឹងកូនស្រីរបស់ខ្ញុំហ្មងអ្នកគ្នាកូនស្រីមិនបោះបង់ត្រឹមហ្នឹងទេក៏បានដើរទៅដល់កន្លែងក្រុមហ៊ុនហើយក៏បានឃើញជាមួយនឹងយន្តសេករបស់យើងហ្នឹងគឺអត់តមកទៅផ្ទះទេហើយគេក៏បានយកទស្សនាវដ្តីហ្នឹងគឺដាក់លើតុលើទៅផុសមិនបានចាអាងយកទស្សនាវដ្តីរបស់ខ្ញុំគឺមិនដឹងអញ្ចឹងគេក៏ប្រាប់ទៅនេះគឺជាទស្សនាវដ្តីនៅពេលដែលសិស្សច្បងហ្នឹងគឺទទួលបានជាមួយនឹងពានរង្វាន់គឺខ្ញុំតែងតែប្រមូលវាយកមកតុមិនថាសិស្សច្បងទៅកន្លែងណាទីកន្លែងណាក៏ខ្ញុំតែងតែប្រមូលជាមួយនឹងទស្សនាវដ្តីរបស់សិស្សច្បងហ្នឹងគឺយកមកតុដែរសិស្សច្បងក៏ជាសិស្សច្បងដ៏គំរូសម្រាប់ខ្ញុំតែពេលហ្នឹងយន្តសេកក៏បានប្រកែកទៀតហើយក៏គេបាននិយាយថារឿងដែលឯងបាននិយាយហ្នឹងគឺឯងគិតខុសហើយនៅពេលដែលខ្ញុំបានពានរង្វាន់ហ្នឹងវាប្រហែលជាការចែកដន់ទេខ្ញុំតែងតែប្រាប់ឯងអញ្ចឹងខ្ញុំធម្មតាជាមនុស្សសម្រាមជាសម្រាមតែគេធៀបនឹងបោះបង់ចោលតែគេមិនតន់នឹងនិយាយចាប់ផងយកគេក៏បានតែថាវាមិនមែនជាការប៉ាត់ទេយល់ទៅគឺស្ទើរលងលន់ហ្មងចុះហេតុអីបានជាបងនៅក្នុងឧស្សាហកម្មនេះមិនមែនព្រោះតែបងនឹងគឺស្លាញ់ផ្នែក content creator ហើយមែនយល់ទៅគឺសួរឡើងខ្លាំងហ្មងបងមកស្រត់ទឹកភ្នែកទាំងស្រក់ឈាមនៅពេលដែលបងនឹងគឺកំពុងតែសិក្សានៅ Vancouver ហើយមួយទៀតបងមានជំងឺដែលមិនអាចដេកលក់នៅពេលដែលបងកំពុងតែសិក្សាហ្នឹងយល់ទៅគឺគេដឹងគ្រប់យ៉ាងហ្មងអីអញ្ចឹងណាក៏ព្រោះតែខ្ញុំគឺបានតាមដានសិស្សច្បងមករហូតដូច្នេះហើយបាទខ្ញុំមិនចង់ឲ្យណាគេនឹងគឺជាអាក្រក់ពិសេសច្បងរួមតែសិស្សច្បងផងដែរក៏និយាយឲ្យក៏គេបានស្កាត់មកស្ទោះហើយក៏បាននិយាយថាសិស្សច្បងគឺខ្ញុំស្លាញ់បងអូយនិយាយមកគឺគេសារភាពទេណាក្នុងភាព6គឺគេបានសារភាពហើយបន្តពេញនិយាយចឹងហើយក៏មានចការរត់ទៅបាត់ណាគ្នាគឺតាមចម្លើយគេយូរទេព្រោះខ្លាចគេបដិសេធហើយក៏មានចការហត់ទៅបន្ទប់ទឹកដើម្បីនេះគឺទៅបធូរអារម្មណ៍តបធូរអារម្មណ៍មកស្ទោះហើយក៏បានដើរកាត់ជាមួយនឹងមុខ LED នេះអ្នកគ្នាក៏លោតជាមួយនឹងរូបស្អីគេនឹងមកនោះគឺមកផ្ទាំងមកហ្មងអីអញ្ចឹងអ្នកគ្នាគិតថាស្នាដៃមិនណាគេដែរបើខ្ញុំគឺគិតថាស្នាដៃរបស់កូនប្រុសរបស់ខ្ញុំហ្នឹងឯងខណៈពេលនៅយន្តសេក៏បានដើរមកចិត្តគេហើយក៏បាននិយាយថាឯងនេះគឺយំទៀតហើយមែនខ្ញុំមានបានយំណាខ្ញុំយំនេះគឺដោយសារតែខ្ញុំហ្នឹងគឺរំភើបពេកព្រោះសារវាមានការចងចាំច្រើនយន្តសេបាននិយាយច្រើនទៅក៏បានដើរមកចិត្តគេហើយណាក៏បានយកដៃនោះមកប៉ះក្បាលរបស់គេទៀតហើយក៏បាននិយាយថាតាអូនអាចរងចាំរយៈពេល1ឆ្នាំសម្រាប់បងបានអត់ហើយអ្នកគ្នាលើគេហៅបងអូនអីរយៈពេល1ឆ្នាំហ្នឹងបងនឹងព្យាយាមខិតខំពង្រឹងខ្លួនឯងដើម្បីឲ្យខ្លួនឯងគឺមានសមត្ថភាពល្អដូច្នេះហើយណៃអាចតកកន្លែងមួយសម្រាប់ឲ្យពួកយើងនឹងពីរនាក់ហ្នឹងគឺអង្គុយក្បែរគ្នាបានណាយូគេក៏បានតបថាអីណាគឺខ្ញុំអាចរងចាំបាននិយាយទៅគឺគេចឹងដែរបងនឹងខ្លាចជាបរិបទដែលស័ក្តិសមដែលអង្គុយក្បែរអូនអីចឹងគេនិយាយចឹងណាយូគេក៏បាននិយាយថាអូនក៏នឹងខិតខំខ្លាចតែជាបរិបទដែលស័ក្តិសមអង្គុយក្បែរបងដែរបងយន្តសេអូយអៀនខ្លាំងហើយពួកគេទាំងពីរហ្នឹងក៏មានជាការថើបគ្នាអីអញ្ចឹងអ្នកគ្នាយល់ទៅគឺថាថើបគ្នាអត់មានអៀនអ្នកមើលអីសោះហ្មងរបៀបថាឆ្លោះត្រូវគ្នារហូតដល់ពី6នេះទៅទូបើយើងនឹងគឺដឹងពីចិត្តគ្នាទៅវិញទៅមកអញ្ចឹងណាមុំទៅដល់ហ្នឹងគឺខ្ញុំចង់ស្ទះខ្យល់អ្នកសម្រាយនឹងមួយអ្នកមើលនេះភាពរបស់យើងគឺស្លេះត្រឹមតែប៉ុណ្ណឹងជួបគ្នាជាមួយនឹងពីរភាគក្រោយនេះគឺជាភាពបញ្ចប់ហើយណាហើយខ្ញុំក៏សុំទោសអ្នកគ្នាដែរក៏ព្រោះតែខ្ញុំហ្នឹងគឺត្រូវសម្រាយ2ភាគអ្នកគ្នាទៅគឺខ្ញុំហ៊ានសម្រាយរៀងយូរទេបើខ្ញុំសម្រាយតែមួយភាគហ្នឹងគឺអ្នកគ្នាត្រូវមើលតាំងពី2ថ្ងៃមុនណាអ្នកគ្នាគួរតែយល់ហើយណាមួយភាគគឺខ្ញុំត្រូវការរយៈពេល2ថ្ងៃអញ្ចឹងបើ2ភាគគឺខ្ញុំត្រូវការរយៈពេល4ថ្ងៃហ្នឹងឯងអញ្ចឹងបើខ្ញុំត្រូវចេញថ្ងៃអាទិត្យហ្នឹងចង់ហឺខ្ញុំចង់ប្រាប់មានតែប៉ុណ្ណឹងជួបគ្នានៅភាគក្រោយទៀតអរគុណ